នេះគឺជាជំនឿនៃការដាក់ប្រាក់កាក់ក្នុងមាត់ដែលស្លាប់តើការដាក់ប្រាក់កាក់ក្នុងមាត់ដែលស្លាប់ដើម្បីអ្វីថ្ងៃនេះខ្ញុំនឹងមកស្រាវចម្ងល់នៃការដាក់ប្រាក់កាក់ក្នុងមាត់ដែលស្លាប់ឥឡូវកុំឲ្យខាតពេលយូរសូមប្រិយមិត្តដែលស្ដាប់រីករាយស្ដាប់ដូចតទៅហេតុអ្វីបានជាអ្នកខ្លះមានទម្លាប់យកប្រាក់កាក់ដាក់ក្នុងមាត់បុគ្គលដែលបានស្លាប់ទៅបើតាមជំនឿនៃប្រវត្តិតាក់ទងនឹងទំនៀមទម្លាប់នៃការដាក់ប្រាក់កាក់ក្នុងមាត់ដែលស្លាប់ដែលបានបកស្រាយនៅក្នុងសៀវភៅលំនាំអានទំនៀមខ្មែរបុរាណបានឲ្យដឹងដូចខាងក្រោមមានរឿងបុរាណដំណាលតគ្នាមកថាមានបុរសម្នាក់នៅជាមួយប្រពន្ធតាំងពីក្មេងដល់ចាស់ខំរកស៊ីធ្វើការបានសល់មាសមួយបាតតែគ្មានកូនសោះដីប្រពន្ធនេះបានផ្ដាំគ្នាទៅវិញទៅមកថាបើអ្នកណាស្លាប់មុនត្រូវយកមាសនេះដាក់ក្នុងមាត់អ្នកនោះចំណែកតមកមិនយូរប៉ុន្មានប្តីស្លាប់ទៅប្រពន្ធក៏យកមាសដាក់ក្នុងមាត់ខ្មោចប្តីហើយយកខ្មោចប្តីទៅធ្វើបុណ្យបូជាខ្មោចត្រូវភ្លើងឆេះអស់ឯមាសវិញត្រូវភ្លើងឆេះរលាយនៅសល់តែ3ស្លឹកសម័យមួយព្រះមហាក្សត្រព្រះអង្គលោកមានចិត្តលោភលន់សង្កត់ក៏ចេញព្រះរាជអាជ្ញាឲ្យរៃយកមាសក្នុងមួយផ្ទះចំនួន1បាតកំហិតយាយប្រពន្ធរបស់ខ្មោចតានោះភ័យក៏យកមាស3ស្លឹកដែលគាត់រើសទុកនោះទៅថ្វាយព្រះមហាក្សត្រហើយក្រាបទូលថាក្រាបទូលព្រះករុណាមាសនេះពីដើមនេះពេញ1បាតតែខ្ញុំម្ចាស់បានយកទៅដាក់ក្នុងមាត់ប្តីពេលដែលស្លាប់តែប្តីខ្ញុំម្ចាស់យកទៅពុំបានក៏ត្រូវភ្លើងឆេះអស់ខ្លះទៅនៅសល់តែប៉ុណ្ណឹងសូមព្រះករុណាមេត្តាដល់សត្វតោះក្រផងខ្ញុំព្រះអង្គតមជ្ឈបាយនឹងទៅរកមាសឯណាឲ្យគ្រប់ចំនួនថ្វាយព្រះអង្គបានឡើយព្រះមហាក្សត្រទ្រង់ព្រះសន្តាប់ក៏កើតធម៌សង្វេគស្លុះព្រះតីទើបទ្រង់ប្រកាសឲ្យលើកលែងការរាយយកមាសអំពីបណ្ដារាស្ត្រតទៅទៀតអាស្រ័យរឿងនេះទើបបណ្ដារាស្ត្រទាំងអស់យល់ថាប្រាក់ឬមាសដែលបង់ក្នុងមាត់ខ្មោចមានអានុភាពទៅលើទឹកចិត្តមនុស្សណាស់សូម្បីព្រះមហាក្សត្រក៏ចោះចាញ់អានុភាពនេះដែរម្យ៉ាងទៀតអានុភាពប្រាក់ឬមាសដែលបង់ក្នុងមាត់ខ្មោចជាវត្ថុស័ក្តិសិទ្ធិអាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបានប៉ុន្តែអ្នកប្រាជ្ញពីបុរាណដែលឲ្យយកមាសឬប្រាក់ដាក់ក្នុងមាត់ខ្មោចគឺដើម្បីជាប្រស្នាឲ្យពិចារណាថាសម្បត្តិទាំងអស់យើងអាចយកដាក់ក្នុងខ្លួនតែក្នុងវេលាមានជីវិតកាលបើស្លាប់ហើយយើងមិនអាចយកទៅបានទេរឿងនេះឯងបានជាជាទំនៀមទម្លាប់របស់ខ្មែររហូតដល់សព្វថ្ងៃនេះហើយជំនឿនៃការដាក់ប្រាក់កាក់ក្នុងមាត់អ្នកស្លាប់បានដកស្រង់ចេញពីសៀវភៅលំអានទំនៀមខ្មែរបុរាណប្រសិនជាខ្ញុំអធិប្បាយលើសលួសខ្វះខាតត្រង់ណានោះសូមប្រិយមិត្តមេត្តាដល់មតិខាងក្រោមវីដេអូសូមអរគុណ